ចាជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលតែងតាមដានស្ដាប់ជាមួយនឹងការចែកម្លេចរបស់នាងខ្ញុំកន្លងមកថ្ងៃនេះនាងខ្ញុំសូមចែកម្លេចសម្រាប់បងប្អូនប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតដែលគាត់តែងតែជួបផលរំខានច្រើនប៉ុន្តែដល់ពេលនៅក្នុងខែពិសាខាងមុខនេះគឺជាខែលៀបសម្រាប់បងប្អូនប្រុសស្រីសម្រាប់ឆ្នាំជូតតែលើកលែងតែបងប្អូនប្រុសស្រីឆ្នាំជូតមិនដែរប៉ុន្តែគាត់កើតនៅក្នុងខែកដិកឬខែ11រៀងអន់បន្តិចកុំទិញកុំដាក់លក់របស់របរអ្វីលក់ដាច់ទេណាចាបានត្រឹមតែសម្រាប់ឆ្នាំប៉ុន្តែអន់សម្រាប់ខែតែបើសិនជាបងប្អូនប្រុសស្រីកើតឆ្នាំជូតដែរប៉ុន្តែកើតនៅក្នុងខែបោះណាចាមានន័យថាបងប្អូននឹងជួបលៀបជួបជ័យហើយជ្រើសរើសថ្ងៃចង់លក់របស់របរអ្វីបើមុខចំនួនជួញប្រែអ្វីក៏ដោយចាបងប្អូនអាចឬក៏ទិញជាមាសទិញអីទុកដើម្បីថាយើងធ្វើលើករាសីចាគឺយើងទិញនៅចំពេលខែពិសាហ្នឹងទៅចង់ធ្វើឲ្យមួយក៏ដោយឧទាហរណ៍ថាបងប្អូនចង់ជារៀបគ្រូរៀបមកចង់តឡើងអីតាក់ទងជាមួយនឹងពេលវេលាដែលជាជ័យសម្រាប់យើងនេះគឺសំខាន់ណាខ្ញុំរៀបរាប់អស់ទេប៉ុន្តែបើឆ្ងល់បងប្អូនអាចសួរបន្តបានជាមួយនឹងពាក្យពាន់ជំនឿចេញពីយើងខ្លួនឯងមិនមែនចាំបាច់តែអ្នកណាគេអង្គុយទៅជម្រាបប្រាប់ហើយយើងភ័យយើងខ្លាចទេសំខាន់យើងខ្លួនឯងឲ្យចេះពិចារណាណាខ្ញុំបញ្យល់បានយល់ច្បាស់ខ្លះចឹងសម្រាប់ឆ្នាំជូតនេះគឺខែ5នេះគឺល្អខែពិសានេះគឺល្អអាចទិញរបស់ទិញរបរឬក៏ធ្វើអ្វីមួយទៅតាមនៅខែថ្ងៃដែលល្អប្រសើរណាចាបងប្អូនចង់បើកមុខរបរអីមួយបើបងប្អូនកើតក្នុងខែបោះវិញខែ1គឺបើកមុខរបរអីមួយឬថ្ងៃឲ្យបានល្អសមស្របជាមួយថ្ងៃមានម៉ោងមានផ្លែឈើទៅតាមពេលវេលាកំណត់នៃជោគជតារាសីនៃឆ្នាំរបស់បងប្អូនទាំងអស់គ្នាទៅនោះបងប្អូនទាំងអស់គ្នានឹងទទួលបានជាមួយនឹងការបើកមុខរបរដោយរលូនបរួមទាំងសមត្ថភាពរបស់បងប្អូនណាចាឬក៏យើងចង់ទិញរបស់អីក៏ដោយនិយាយឲ្យខ្លីទៅគឺថាខែពិសានេះជាខែលៀបខែជ័យរបស់ឆ្នាំជូតចានឹងបងប្អូនប្រុសស្រីកើតនៅក្នុងចំខែពិសាអញ្ចឹងណាចាប៉ុន្តែលើកលែងបងប្អូនប្រុសស្រីកើតខែពិសាដែរប៉ុន្តែបើឆ្នាំចក៏មិនបានឬក៏ខែ11ក៏មិនបានដែរយើងធ្វើមិនដាបានប៉ុន្តែគិតថាបើយកលេខដែលជ័យស្រីសុស្ដីគឺសម្រាប់ឆ្នាំហើយនឹងខែដែលខ្ញុំបញ្ជាក់ខាងដើមបន្តខែស្នេហ៍បងប្អូនដែលធ្លាប់ឮមុខមានមុនស្នេហ៍ឬក៏ដល់គូអញ្ចឹងហីបងប្អូនដែលឮហើយតើតើជាមួយនឹងដែលយើងគិតថាយើងជួបស្នេហ៍ពិតនៅពេលណាអញ្ចឹងណានេះសម្រាប់ឆ្នាំមមេបងប្អូនប្រុសស្រីដែលកើតក្នុងឆ្នាំមមេឬក៏បងប្អូនប្រុសស្រីកើតក្នុងខែ8លើកលែងបងប្អូនប្រុសស្រីកើតក្នុងឆ្នាំចណាចាលើកលែងចេញខ្ញុំចចាបងប្អូនប្រុសស្រីកើតក្នុងខែ11អត់មានត្រូវជួបស្នេហ៍ពិតទេណាបើជួបក៏កម្មរកោសដែរក្នុងខែ11នេះណាចាប៉ុន្តែនេះខ្ញុំបញ្ជាក់ទៅលើខែស្នេហ៍នៃឆ្នាំនីមួយៗនឹងខែតែប៉ុណ្ណោះស្នេហ៍នេះមានន័យថាបងប្អូនបើចាំទៅដាក់ស្នេហ៍ដាក់អីញញ៉ៃណាមានន័យថាខែរបស់យើងគឺជាខែមួយដែលពោពេញទៅដោយសេចក្តីស្រឡាញ់ជាខែមួយដែលយើងអាចនិយាយទៅអ្នកណាម្នាក់គេចូលចិត្តនឹងស្ដាប់បង្កើបជើងច្រើនប៉ុន្តែរួមជាមួយនឹងការធ្វើល្អដែរណាចាសេចក្តីស្រឡាញ់នោះថិតថេរយូរអង្វែងអញ្ចឹងណាដោយមិនបាច់ចាំតប្រើស្នេហ៍អីទេហើយមួយទៀតជាមួយនឹងខែស្នេហ៍នេះមានន័យថាខែឬក៏ឆ្នាំនេះយើងត្រូវជួបដល់ពេលវេលាដែលយើងជួបអ្នកណាម្នាក់គឺអ្នកនោះច្រើនតែមកឲ្យល្អមកឲ្យសក់មកឲ្យចម្រើនសម្រាប់យើងណានឹងឯងគេហៅថាខែស្នេហ៍ហើយក៏មានជាថ្ងៃស្នេហ៍ថ្ងៃលៀបថ្ងៃជ័យឲ្យខឹងអញ្ចឹងទៅប៉ុន្តែថ្ងៃលៀបផ្សេងថ្ងៃស្នេហ៍ផ្សេងពីព្រោះយើងដាក់របស់របរឬក៏យើងទិញរបស់អីមួយក៏ដោយឬក៏យើងទៅនិយាយចរចាជាមួយអ្នកណាម្នាក់មួយក៏ដោយដូចក្នុងចន្លោះដែលបងប្អូនប្រុសស្រីដែលកើតក្នុងឆ្នាំមមេឬក៏បងប្អូនប្រុសស្រីដែលកើតឆ្នាំខែ8នេះណាចានៅក្នុងខែពិសាខាងមុខនេះគឺបងប្អូនជួបនៅខែដែលល្អខែដែលលៀបខែដែលចេញនិយាយទៅខែដែលធ្វើបងប្អូនទាំងអស់គ្នាគឺពោពេញដោយពើផ្កាឈូកមានសេចក្តីស្រឡាញ់ច្រើនហើយក៏មានអ្នកចូលចិត្តច្រើនណានឹងហើយតែលើកលែងខែនៅថ្ងៃនឹងម៉ោងដែលខ្ញុំប្រាប់ថ្ងៃខ្ញុំអត់បញ្ជាក់ទេដោយសារខ្ញុំមិនស្គាល់ថ្ងៃបងប្អូនទេខ្ញុំបញ្ជាក់បានត្រឹមតែខែនិងឆ្នាំតែប៉ុណ្ណោះប៉ុន្តែលើកលែងតែថ្ងៃមានថាអ្វីខ្ញុំបញ្ជាក់ប្រាប់បងប្អូនគឺការពិតរហូតដល់ទៅ80%បងប្អូនចាមូលហេតុត្រង់ថាបងប្អូនសម្រាប់ខែគឺច្បាស់សម្រាប់ឆ្នាំគឺច្បាស់តែបើថាបងប្អូនចន្លោះនៅឆ្នាំដែលខ្ញុំបានជំរាបថាឆ្នាំណាខែណាដែលមិនសមស្របអានោះគាត់ថាជារឿងធម្មតាប៉ុន្តែបើបងប្អូនប្រុសស្រីដែលកើតនៅក្នុងឆ្នាំមមេហើយនឹងខែ8មានន័យថាបងប្អូនប្រុសស្រីនឹងទទួលបានជាមួយនឹងលេខស្នេហ៍លេខគូសកលអ្នកមិនទាន់ដល់គូក៏ជួបគូជួបហើយក៏គូពិតគូល្អឬក៏មានអារម្មណ៍ល្អអញ្ចឹងណានឹងយើងអាចធ្វើការងារទូចធំអាចធ្វើអ្វីមួយដាក់លក់ជាតិរបស់អីលឿនណាចាលឿននៅក្នុងខែហើយយើងរើសថ្ងៃផងណាកុំភ្លេចហើយបញ្ជាក់នេះខ្ញុំបញ្ជាក់ទៅលើខែនិងឆ្នាំតែប៉ុណ្ណោះតែបើសម្រាប់ថ្ងៃគឺថ្ងៃរបស់បងប្អូនឧទាហរណ៍ថាថ្ងៃមានផលរំខានខ្លះប៉ុន្តែយើងរើសម៉ោងណាចានេះខ្ញុំគ្រាន់តែមួយជម្រាបជូនត្រួសតិចតិចឲ្យបងប្អូនយល់បានខ្លះតែប៉ុណ្ណោះទេហើយចំណែកឯបងប្អូនដែលមានជំនឿក្នុងបច្ចុប្បន្នមួយនេះណាការជឿឲ្យប្រើបញ្ញាបន្តិចមូលហេតុត្រង់ថាកុំឡាយភ័យបងប្អូនការពេលខ្លះខ្ញុំជួបនៅក្នុងបណ្ដាញសង្គមដែលបងប្អូនគាត់ជួបខ្ញុំជាច្រើនអ្នកគាត់ភ័យ
បងប្អូនលឺតែគេបំភ័យថាមានត្រឹមអំពើគេគាត់សបិនឃើញឆ្កែគាត់សបិនឃើញរបស់ណាដែលមិនល្អយើងទៅគេប្រាប់ថាត្រឹមអំពើទៅអីក៏ខំទៅដោះហើយអំពើបងប្អូនមានគេអង្គុយធ្វើយើងបានងាយណាហើយក្បួននៃប្រមាញ់សាសនាក្បួននៃការកាន់ក្របជាមួយនឹងជំនឿនេះវាមានចែកបើសិនជាឧទាហរណ៍ថាបើគេមានអ្នកណាម្នាក់ដែលតាំងចិត្តធ្វើអំពើមកលើយើងគឺត្រូវចំណាយពេលបងប្អូនណាចាចំណាយពេលសម្រាប់ធ្វើមិនមានអំពើគេអង្គុយសូត្របល័យឲ្យធ្វើគេបានទេណាបងប្អូនចាគឺគេមានពេលមានវេលាគេត្រឹមត្រូវដូច្នេះកុំខ្លាចជាមួយនឹងរឿងអំពើរហូតដល់ខ្លួនឯងចំណាយនៃការបង្ខាតអំពើនេះមិនងាយទេលុះត្រាតែដែលងាយនោះថាបងប្អូនជួបម្ចាស់កម្មពីរបស់ខ្លួនឯងហើយបងប្អូនលេខសត្រូវលើខ្លួនឯងនោះគឺបងប្អូននេះនឹងគេធ្វើអំពើត្រូវហើយប៉ុន្តែគណៈវិធីដោះនោះគឺវិធីដែលយើងមិនបានទៅតបទៅអ្នកណាឲ្យដោយការក្តៅក្រហល់កាហាយទេយើងមានវិធីរបស់យើងណាចឹងដូច្នេះហើយសូមកុំចេះតែអត់ហេតុផលឬឲ្យភ័យឬខ្លាចបង្ខាតនឹងការចំណាយព្រោះសប្តាហ៍ថ្ងៃនេះការចំណាយគឺមានផលលំបាកអ្វីដែលខ្ញុំនឹងជម្រាបប្រាប់នេះគឺខ្ញុំចែករំលែកអ្វីដែលចេញពីតួលេខរបស់បងប្អូនតែប៉ុណ្ណោះបងប្អូនដែលឃើញខ្ញុំប្រាប់ថាសរុបមកឆ្នាំនេះល្អតែខ្ញុំអត់ហេតុផលពីខែពីថ្ងៃអត់ទេណាសំខាន់ណាស់បើខ្ញុំប្រាប់ថាល្អប៉ុន្តែបើខ្ញុំបញ្ជាក់ជាមួយនឹងខែជាមួយនឹងថ្ងៃទើបខ្ញុំនិយាយណាចាបន្ទីខុសត្រូវគ្នាតិចតួចតែប៉ុណ្ណោះនៅពេលដែលបងប្អូនព្យាយាមតាមដានជាមួយនឹងអ្វីដែលខ្ញុំចែករំលែកបងប្អូនចាអរគុណ